ប្រាសាទតាមុនធំគឺជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅសតវត្សទី11ដល់ទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានទីតាំងនៅភូមិតាមុនសាន់ជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលមានប្រាសាទដំរីទ្រោមនៅក្បែរនោះមានចម្ងាយ13គីឡូម៉ែត្រពីប្រាសាទតាក្របីដែលស្ថិតនៅលើជួរភ្នំដងរែកបើតាមឯកសារព្រឹត្តិចារដែលរស់នៅនឹងថែរក្សាប្រាសាទនេះបានបញ្ជាក់ថាការដើមឡើយប្រាសាទតាមុនធំទាំងមូលមានឈ្មោះថាប្រាសាទវេទមន្តលុះក្រោយមកក៏ក្លាយទៅជាប្រាសាទតាមុនធំរហូតមកដល់សព្វថ្ងៃនេះប្រាសាទតាមុនធំមានទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរប្រាសាទតាមុនធំកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់សេវៈក្នុងព្រះមញ្ញសាសនាប្រាសាទកសាងឡើងនៅក្នុងសម័យអង្គរដែលមានទីតាំងនៅលើជួរភ្នំដងរែកប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទគេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតនៅលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូងប្រសិនបើគេធ្វើដំណើរចេញពីខ្លងទ្វារប្រាសាទគេអាចធ្វើដំណើរនៅលើផ្លូវបុរាណដែលមកពីរាជធានីអង្គរចំណែកនៅខាងក្រោមមានស្រះទឹកបុរាណមួយប្រាសាទតាមុនធំគឺជាប្រាសាទដែលតម្កល់ព្រះសិវៈលិង្គធម្មជាតិមួយដែលមានឈ្មោះថាស្វាយចម្ពូលិង្គដែលមានន័យថាលិង្គដែលកើតឡើងដោយខ្លួនឯងលិង្គធម្មជាតិដែលមានភាពល្បីល្បាញដូចគ្នាទៅនឹងព្រះសិង្ហនៅក្នុងប្រាសាទវត្តភូនៅក្នុងប្រទេសឡាវនាពេលបច្ចុប្បន្ននេះលក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមុនធំគឺជាការតម្រង់ទិសនៃប្រាសាទបុរាណខ្មែរប្រាសាទបុរាណភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ90ដឺក្រេហេតុនេះអនុញ្ញាតឲ្យព្រះអាទិត្យរះដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាល2ដងក្នុងមួយឆ្នាំប្រាសាទបុរាណខ្មែរ2-3ប៉ុណ្ណោះដែលមានក្លោងទ្វារបែរទៅទិសខាងត្បូងដូចជាប្រាសាទភិមាប្រាសាទតាមុនធំប្រាសាទបែរទៅទិសខាងត្បូងដែលមានការជាប់ទាក់ទងគ្នានឹងព្រះយមរាជគឺព្រះអាទិទេពនៃការស្លាប់ប្រាសាទភិមាក៏ដូចជាប្រាសាទតាមុនធំដែរបានបែរទៅទិសខាងត្បូងដែលតម្រង់ទៅរករាជធានីអង្គរប្រាសាទតាមុនធំបែរមុខទៅទិសខាងត្បូងមាន171.5ដឺក្រេដែលមាន8.5ដឺក្រេបែរទៅទិសខាងត្បូងនិងមាន24ដឺក្រេតម្រង់ទៅរករាជធានីអង្គរលក្ខណៈពិសេសនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែមានវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ចបណ្ដាលមកពីចរន្តទឹកដែលបានផុសចេញពីបាតភ្នំគឺថ្មធម្មជាតិនេះហើយដែលត្រូវបានគេប្រដូចទៅនឹងព្រះសិវលិង្គឬលិង្គព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិក្នុងសម័យកាលបុរាណគឺប្រការនេះហើយដែលមានថ្មលិង្គស្វាយចម្ពូបានคล้ายទៅជាចំណុចកណ្ដាលឬជាបេះដូងនៃប្រាសាទតាមុនធំដោយហេតុថាមានការសាងសង់ប្រាសាទប្រធានហ៊ុមព័ទ្ធនៅលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញក្នុងបរិបទនេះហើយនៃទីតាំងប្រាសាទកាន់តែមានភាពស័ក្តិសិទ្ធិឡើងមួយជាទ្វេដងសិលាចារឹកមួយផ្ទាំងដែលសពថ្ងៃកាន់កាប់ដោយនាយកដ្ឋានវិចិត្រសិល្បៈថៃពីមុនសិលាចារឹកនេះស្ថិតនៅក្នុងបរិវេណសាលារៀនភូមិរងខ្នាឃុំតាមាន់ស្រុកកាប់ជើងខេត្តសុរិន្ទចំពោះសិលាចារឹកនេះត្រូវបានសរសេរជាភាសាសំស្ក្រឹតនិងខ្មែរត្រូវបានចុះហៅចារនៅក្នុងសករាជឆ្នាំ942ត្រូវនឹងឆ្នាំ1060នៃគ្រិស្តសករាជហើយសិលាចារឹកនេះមានតួអក្សរទាំង3ជ្រុងនៅជ្រុងទី1មាន19បន្ទាត់នៅជ្រុងទី2មាន19បន្ទាត់និងជ្រុងទី3មាន2បន្ទាត់រីឯប្រភេទសិលាចារឹកគឺជាថ្មភក់ដែលមានលក្ខណៈរាងជាបន្ទះសីមាកន្លែងដែលគេបានរកឃើញផ្ទាំងសិលាចារឹកនេះគឺនៅមុខប្រាសាទតែម្ដងកម្ពស់នៃសិលាចារឹកនេះគឺមាន50សង់ទីម៉ែត្រទទឹង 29.5 សង់ទីម៉ែត្រនិងកម្រាស់7សង់ទីម៉ែត្រនៅទីបញ្ចប់សូមបញ្ជាក់ផងដែរថាអ្វីត្បិតតែប្រាសាទតាមុនធំត្រូវបានសាងសង់ឡើងនៅសតវត្សទី11ក្តីក៏ប៉ុន្តែមិនមែនមានន័យថាទីតាំងនេះតែត្រូវបានជ្រើសរើសនៅក្នុងសម័យកាលនោះទេនេះបើយោងតាមការស្រាវជ្រាវបានកត់សម្គាល់ថាទីតាំងនេះត្រូវបានប្រជាជនរាស្ត្រខ្មែរដែលជាអ្នកស្រុកនៅក្នុងតំបន់គោរពបូជាតាំងពីសម័យបុរីអង្គរមកម្លេះពោលនៅដើមសតវត្សចេឡាមកម្លេះគឺនៅចុងសតវត្សទី6ដើមសតវត្សទី7ជាពិសេសនៅក្នុងសម័យកាលរបស់ព្រះបាទមហេន្ទ្រវរ្ម័នវិចិត្រសេនា